បាទសូមជម្រាបសួរដល់ប្រិយមិត្តក្នុងបណ្ដាញសង្គម YouTube ទាំងអស់ជាទីគោរពនៅថ្ងៃដែលខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងមកចែកជូនដល់ប្រិយមិត្តជាបន្តទៀតដូច្នេះសូមប្រិយមិត្តមកស្ដាប់និងទស្សនាវីដេអូជាមួយយើងខ្ញុំដូចតទៅព្រះបាទពុញ្ញយ៉ាតបានវាយទ័ពសៀមរំដោះក្រុងអង្គរមកវិញតែអាណាចក្រខ្មែរមួយចំនួនខាងលិចនិងខាងជើងបានคล้ายទៅជារបស់សៀមនិងលាវទៅហើយអង្គរលែងជាចំណុចកណ្ដាលនៃព្រះរាជាណាចក្រខ្មែរទៀតហើយនៅឆ្នាំ1431ព្រះអង្គបានចាកចេញក្រុងអង្គរហើយយាងមកតាំងរាជធានីថ្មីនៅភាគខាងត្បូងនៃប្រទេសវិញនៅគ្រាដំបូងព្រះអង្គយាងមកតាំងរាជធានីនៅទួលបាសានសប្តាហ៍ថ្ងៃក្នុងស្រុកសីសន្ធរខេត្តកំពង់ចាមតាមដងទន្លេមេគង្គខាងលើចតុមុខកន្លែងនោះស្ថិតនៅក្នុងតំបន់មួយដែលនៅឆ្ងាយពីសត្រូវផងនិងសម្បូរដោយភោគទ្រព្យសម្រាប់ព្រះរាជនគរផងប៉ុន្តែនៅឆ្នាំនោះទឹកទន្លេមេគង្គឡើងជន់លិចខ្លាំងណាស់ហើយធ្វើឲ្យលិចលង់រាជធានីថ្មីនេះអស់មួយភាគព្រះមហាក្សត្រក៏បញ្ជាឲ្យមនុស្សមួយក្រុមទៅស្វែងរកទីកន្លែងមួយផ្សេងទៀតដែលខ្ពស់មិនលិចទឹកជំនន់ទន្លេមេគង្គនៅរដូវវស្សាក្រុមនោះបានចេញទៅធ្វើការសង្កេតពិនិត្យទីតាំងផ្សេងៗរួចក៏សម្រេចជ្រើសរើសយកចតុមុខសម្រាប់ទីតាំងរាជធានីថ្មីចតុមុខឬភ្នំដូនពេញស្ថិតនៅត្រង់ទន្លេ4មុខនិងហ៊ុំព័ទ្ធដោយវាលសម្បូរជីជាតិភ្លាមនោះការកសាងបានចាប់ផ្ដើមឡើងឯព្រះមហាក្សត្រទ្រង់គង់បន្តនៅទួលបាសានរហូតដល់ពេលរាជធានីថ្មីបានសាងសង់រួចរាល់នៅឆ្នាំ1434បាទអរគុណដល់ប្រិយមិត្តដែលតាមបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រិយមិត្តថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណសម្រាប់ការតាមបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀត